នៅតាមជ័យភូមិដាច់ស្រយាលមួយដែលមានព្រៃខ្លះខ្មឹកនិងអាចកំពត់បំផុតមានបរិបម្នាក់ឈ្មោះសុខាគាត់គឺជាអ្នកកាប់ឈើដ៏ចំណានម្នាក់ដែលរស់នៅដោយការពឹងពាក់លើព្រៃឈើជាច្រើនឆ្នាំមកហើយនៅព្រឹកព្រលឹមស្រាងខណៈដែលអបកំពុងតែក្របដណ្ដប់លើដើមឈើធំសុខាបានរៀបចំដាវនិងពូថៅរបស់គាត់ដើម្បីចូលទៅក្នុងតំបន់ព្រៃជ្រៅដែលអ្នកភូមិគ្រប់គ្នាជឿថាជាតំបន់ហាមឃាត់ថ្ងៃនេះខ្ញុំត្រូវតែរកឈើក្រញូងឲ្យបានច្រើនដើម្បីយកទៅលក់នៅផ្សារទោះបីជាអ្នកភូមិនិយាយថាព្រៃនេះមានខ្មោចលំក៏ដោយក៏ខ្ញុំមិនខ្លាចដែរព្រោះក្រពះគ្រួសារខ្ញុំសំខាន់ជាងរឿងអបិយជំនឿទាំងនោះសុខាដើរចូលទៅកាន់តែជ្រៅទៅសំឡេងបាក់សៃយំក៏បាត់ទៅជានួរមុខវិញនៅសំឡេងខ្យល់បកកាត់ដើមឈើដែលស្ដាប់ទៅដូចជាសំឡេងធ្ងរឈឺចាប់គាត់មិនបានចាប់អារម្មណ៍នឹងសញ្ញាគ្រោះថ្នាក់ទាំងនេះទេហើយបន្តដំណើររហូតដល់បានឃើញដើមឈើដ៏ធំអស្ចារ្យមួយដែលមានមែកធាងប្រៀបដូចជាដៃបិសាចកំពុងតែរង់ចាំត្រាបាក់ជូនចំណូលថ្មីគាត់ឈប់នៅមុខដើមឈើនោះរួចលើកពូថៅឡើងត្រៀមនឹងកាប់ដោយមិនដឹងថាភ្នែកមួយគូកំពុងសម្លឹងមើលគាត់ពីក្នុងទីងងឹតនៃរុនដើមឈើនោះឡើយសុខាមានអារម្មណ៍ថាត្រជាក់ឆឹងក្នុងភ្លាមប៉ុន្តែគាត់បានចម្រុះភាពភ័យខ្លាចចេញហើយចាប់ផ្ដើមកាប់ដើមឈើនោះយ៉ាងខ្លាំងភ្លាមនោះសំឡេងកាប់ឈើរបស់គាត់បានដាស់វិញ្ញាណដែលយាមរក្សាដើមឈើនោះឲ្យភ្ញាក់ឡើងសុខាមានអារម្មណ៍ថាមានអ្វីមួយយ៉ាងប៉ះស្មារតីរបស់គាត់ប៉ុន្តែពេលគាត់ងាកទៅមើលគឺគ្មានឃើញអ្វីទាំងអស់ក្រៅពីភាពងងឹតស្រាប់តែមានសំឡេងស្រីម្នាក់សាយតិចចេញពីក្រោយក្នុងគាត់ដែលធ្វើឲ្យគាត់ព្រឺរោមគ្រប់កន្លែងតាអ្នកកំពុងធ្វើអ្វីនឹងមនុស្សល្ងងតាអ្នកដឹងថាដើមឈើនោះគឺជាផ្ទះរបស់ខ្ញុំសុខាងាកទៅរកប្រភពសំឡេងហើយគាត់បានឃើញស្ត្រីម្នាក់ដែលមានរូបរាងស្រស់ស្អាតខ្លាំងណាស់ស្លៀកពាក់ឈុតប្រពៃណីខ្មែរបុរាណពណ៌សស្អាតប៉ុន្តែភ្នែករបស់នាងមានពណ៌ក្រហមឆ្អៅដូចជាឈាមអ្នកជាអ្នកណាហេតុអ្វីបានជាអ្នកមកនៅទីនេះតែម្នាក់ឯងក្នុងព្រៃជ្រៅបែបនេះតាអ្នកជាខ្មោចមែនទេសុខាព្យាយាមថយក្រោយទាំងញ័រដៃញ័រជើងព្រោះគាត់ចាប់ដើមដឹងខ្លួនហើយថារឿងនិទានដែលអ្នកភូមិធំនិយាយគឺជាការពិតស្ត្រីនោះចាប់ដើមដើរចូលមកជិតគាត់យឺតហើយរូបរាងរបស់នាងក៏ចាប់ដើមប្រែប្រួលពីស្រស់ស្អាតដូចជាស្ត្រីដែលមានស្បែករលួយនិងមានដង្កូវវែចេញពីភ្នែកនាងបានស្រែកដាក់សុខាយ៉ាងខ្លាំងរហូតធ្វើឲ្យសម្លេងនោះលាន់លើពាសស្ពេងព្រៃដោយក្តីរន្ធត់បំផុតសុខាបានបោះពូថៅចោលហើយរត់ចេញពីទីនោះយ៉ាងលឿនបំផុតតាមដែលគាត់អាចធ្វើទៅបានប៉ុន្តែមិនថាគាត់រត់លឿនប៉ុណ្ណានោះទេគាត់ហាក់ដូចជានៅតែវិលត្រឡប់មករកដើមឈើធំដដែលនោះជានិច្ចព្រៃទាំងមូលហាក់ដូចជាកំពុងតែរើបំរាស់ដល់វីររាំងភ្លោរបស់គាត់ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងខ្ញុំសុំទោសខ្ញុំនឹងមិនមកកាប់ឈើទីនេះទៀតទេសូមអត់ទោសឲ្យខ្ញុំផងសំឡេងសើចរបស់ខ្មោចស្រីនោះនៅតែលួនលើក្បែរត្រចៀករបស់គាត់ជានិច្ចទោះបីជាគាត់ខំខ្ទប់ត្រចៀកយ៉ាងណាក៏ដោយស្រាប់តែគាត់បានចំពុកជើងដួលនឹងមែកឈើមួយហើយធ្លាក់ចូលទៅក្នុងរណ្ដៅដីដ៏ជ្រៅមួយក្នុងរណ្ដៅនោះសុខាបានឃើញឆ្អឹងខ្មោចជាច្រើនដែលសុទ្ធតែជាអ្នកកាប់ឈើដូចជារូបគាត់ដែលធ្លាប់បានមកទីនេះពីមុនឯងមិនអាចរត់រួចទេសុខាព្រៃនេះនឹងក្លាយជាកន្លែងសម្រាប់ចុងក្រោយរបស់ឯងដូចជាអ្នកមុនដែរសុខាព្យាយាមតោងឡើងវិញទាំងក្តីអស់សង្ឃឹមខណៈដែលខ្មោចស្រីមកកំពុងតែហក់ចុះមកយឺតមកកាន់រណ្ដៅដែលគាត់កំពុងនៅភ្នែករបស់នាងកាន់តែក្រហមឡើងហើយក្រចករបស់នាងក៏កាន់តែវែងនិងស្រួយដូចជាកំបិតនៅពេលដែលខ្មោចស្រីនោះខិតមកដល់ជិតសុខាបាននឹកឃើញដល់យន្តការពារខ្លួនដែលម្ដាយរបស់គាត់ធ្លាប់ឲ្យគាត់ការពីនៅតូចគាត់ប្រញាប់លូកដៃទៅក្នុងហៅប៉ៅហើយទាញយកខ្សែយន្តចាស់មួយចេញមកសូមលោកអ្នកស័ក្តិសិទ្ធិជួយកូនផងខ្ញុំមានគង់ប្រពន្ធរងចាំនៅផ្ទះខ្ញុំមិនទាន់ចង់ស្លាប់នៅទីនេះទេភ្លាមនោះខ្សែយន្តរបស់សុខាចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសយ៉ាងភ្លឺចិញ្ចាតខ្មោចស្រីនោះបានស្រែកដោយការឈឺចាប់នៅពេលដែលពន្លឺនោះប៉ះនឹងខួរនាងបានថយក្រោយហើយរូបរាងរបស់នាងចាប់ផ្ដើមរលាបន្តិចម្ដងទៅទៅអបខ្មៅនេះវាកំពុងតែដិតបញ្ចេះខ្ញុំបញ្ឈប់វាភ្លាមសុខាមិនបង្អង់យូរឡើយគាត់បានប្រើឱកាសនេះដើម្បីតង់ឡើងចេញពីរណ្ដៅហើយរត់តម្រង់ទៅទិសដែលព្រះអាទិត្យកំពុងតែរះគាត់មិនងាកក្រោយមើលឡើយទោះបីជាមានសំឡេងហៅឈ្មោះគាត់យ៉ាងណាក៏ដោយគាត់រត់រហូតដល់ផុតពីតំបន់ព្រៃក្រាស់ហើយបានឃើញផ្លូវដែលនាំទៅរកភូមិរបស់គាត់វិញទោះបីជាគាត់បានចេញផុតពីព្រៃហើយក៏ដោយក៏សុខានៅតែមានអារម្មណ៍ថាព្រៃនោះកំពុងតែតាមដានគាត់នៅពេលគាត់ត្រឡប់មកដល់ផ្ទះវិញប្រពន្ធនិងកូនរបស់គាត់បានរត់មកទទួលគាត់ទាំងក្តីបារម្ភបងសុខាហេតុអ្វីបានជាខ្លួនប្រាណបងពោពេញដោយរបួសនឹងដីបែបនេះហើយតើឈើដែលបងទៅកាប់នោះនៅឯណាអូនសម្លាញ់បងស្ទើរតែមិនបានត្រឡប់មកជួបអូនវិញទៅហើយព្រៃនោះមានវិញ្ញាណសាហាវណាស់ចាប់ពីថ្ងៃនេះទៅបងនឹងមិនចូលទៅក្នុងព្រៃជ្រៅនោះទៀតទេទោះបីជាបានឈើថ្លៃយ៉ាងណាក៏ដោយសុខាបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ប្រពន្ធរបស់គាត់និងអ្នកភូមិទាំងអស់បានសម្រេចចិត្តធ្វើពិធីសែនព្រេនដើម្បីសុំខមាទោសពីវិញ្ញាណព្រៃឈើដែលសុខាបានទៅរំខានប៉ុន្តែនៅយប់នោះខណៈពេលដែលសុខាកំពុងតែសម្រាកគាត់បានឮសំឡេងខ្សឹបតាមខ្យល់ចេញពីក្នុងព្រៃម្ដងទៀតយើងនឹងជួបគ្នាទៀតសុខាយន្តនោះមិនអាចការពារឯងបានជារៀងរហូតទេ
សុខាភ្ញាក់ឡើងទាំងញើសចូលខ្លួនហើយសម្លឹងទៅកាន់ព្រៃងងឹតតាមបង្អួចផ្ទះរបស់គាត់ ចាប់តាំងពីថ្ងៃនោះមកសុខាបានក្លាយជាមនុស្សម្នាក់ផ្សេងទៀតគាត់លែងជាអ្នកកាប់ឈើដែលហំហៀនទៀតឡើយគាត់បានចាប់ផ្ដើមដាំឈើឡើងវិញនៅជុំវិញភូមិដើម្បីជាការសងគុណដល់ធម្មជាតិអ្នកភូមិបានដាក់ឈ្មោះឲ្យតំបន់នោះថាព្រៃវិញ្ញាណក្រោតហើយគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតដើមឈើធំនោះទៀតឡើយ មនុស្សយើងតែងតែលោភលន់ចង់បានអ្វីៗពីធម្មជាតិដោយមិនគិតពីផលវិបាកឥឡូវនេះខ្ញុំដឹងហើយថារបស់ខ្លះយើងមិនគួរទៅប៉ះពាល់ឡើយ រឿងរ៉ាវរបស់សុខាបានក្លាយជាមេរៀនសម្រាប់ក្មេងៗចំណាប់ដោយឲ្យចេះស្រឡាញ់និងគោរពការពារព្រៃឈើទោះជាយ៉ាងណាក៏ដោយនៅរាល់ពេលមានខ្យល់បក់ខ្លាំងមកពីទិសខាងព្រៃជ្រៅនោះអ្នកភូមិតែងតែឮសំឡេងស្រីសាយតិចៗដែលជាការរំលឹកថាវិញ្ញាណនោះនៅតែរង់ចាំអ្នកដែលហ៊ានបំពានច្បាប់ធម្មជាតិជីវិតរបស់សុខាបានវិលមករកភាពស្ងប់សុខវិញប៉ុន្តែស្នាមរបួសលើស្មារបស់គាត់ដែលបន្សល់ទុកពីការប៉ះពាល់របស់ខ្មោចស្រីនោះមិនដែលរលុបបាត់ឡើយវាជាស្លាកស្នាមដែលរំលឹកគាត់ជារៀងរហូត